សារក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះដែលមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ពីជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អាគារសិក្សាសម្រាប់ដាក់ហើយដែលយើងដំណើរការគឺខាងបារាំងទេហើយតម្កល់ឯកសារក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះដែលមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ពីជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អាគារសិក្សាសម្រាប់ដាក់ហើយដែលយើងដំណើរការគឺខាងបារាំងទេហើយតម្កល់ឯកសារក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះដែលមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ពីជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អាគារសិក្សាសម្រាប់ដាក់ហើយដែលយើងដំណើរការគឺខាងបារាំងទេហើយតម្កល់ឯកសារក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះដែលមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ពីជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អាគារសិក្សាសម្រាប់ដាក់ហើយដែលយើងដំណើរការគឺខាងបារាំងទេហើយតម្កល់ឯកសារក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះដែលមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ពីជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អាគារសិក្សាសម្រាប់ដាក់ហើយដែលយើងដំណើរការគឺខាងបារាំងទេហើយតម្កល់ឯកសារក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះដែលមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ពីជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អាគារសិក្សាសម្រាប់ដាក់ហើយដែលយើងដំណើរការគឺខាងបារាំងទេហើយតម្កល់ឯកសារក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះដែលមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ពីជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អាគារសិក្សាសម្រាប់ដាក់ហើយដែលយើងដំណើរការគឺខាងបារាំងទេហើយតម្កល់ឯកសារក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះដែលមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ពីជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អាគារសិក្សាសម្រាប់ដាក់ហើយដែលយើងដំណើរការគឺខាងបារាំងទេហើយតម្កល់ឯកសារក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះ
តែមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អគារសិក្សាសម្រាប់ដាក់ហើយដែលយើងដំណើរការគឺខាងបារាំងទេហើយតម្កល់ឯកសារនោះក៏ជាឯកសាររបស់បារាំងភាគច្រើនហើយក្រៅពីឯកសាររបស់បារាំងយើងមានឯកសារបាលីនិងឯកសារចំណេះទូទៅខ្លះដែលមាននៅក្នុងនឹងហើយយើងក៏មានបន្ទប់ជាបណ្ណាល័យត្រឹមត្រូវដែលគឺយកបន្ទប់មួយរបស់អគារសិក្សាសម្រាប់ដាក់